សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីចែករំលែកបន្តទៀតហើយគឺរបៀបកំណត់ម៉ោងផុសវីដេអូលើ Facebook និង Facebook Page អ្នកគ្នាអញ្ចឹងការកំណត់ម៉ោងនេះគឺល្អមែនទេអ្នកគ្នាគឺកម្មវិធីហ្នឹងអាចជំនួសយើងបានឧទាហរណ៍ថាយើងរវល់ការងារភ្លេចផុសឬក៏យើងចូលទៅខេត្តនឹងអត់មានអ៊ីនធឺណិតអញ្ចឹងយើងអាចផុសបានហើយរំដៅយើងថ្ងៃផុសមួយវីដេអូមួយវីដេអូអញ្ចឹងណាគ្នាហើយយើងអត់បានពេលផុសអញ្ចឹងឬក៏ភ្លេចអីយើងអាចប្រើកម្មវិធីដែលខ្ញុំប្រើកម្មវិធីទីនេះបានគឺក្នុងការផុសហ្នឹងគឺមានគេកំណត់មកអ្នកគ្នាចង់ផុសថ្ងៃហ្នឹងស្អែកផុសហ្នឹងទៅផុសក៏បានហើយខាងស្អែកផុសក៏បានគេមានថ្ងៃផុសមានកំណត់ម៉ោងកំណត់ថ្ងៃធំត្រូវណាគ្នាហើយការផុសកំណត់ម៉ោងកំណត់ថ្ងៃច្បាស់លាស់អញ្ចឹងក៏អាចរុញវីដេអូយើងហ្នឹងឲ្យមានអ្នកមួយច្រើនដែរវាលក្ខណៈថាយើងផុសឧទាហរណ៍ថាអ្នកគ្នាផុសម៉ោង6យើងងាយប្រចាំថ្ងៃអញ្ចឹង Facebook នឹងមើលឃើញផុសយើងអញ្ចឹងថាយើងសកម្មភាពយើងផុសរាល់ថ្ងៃផុសកំណត់ម៉ោងត្រឹមត្រូវអញ្ចឹងវាក៏ជាឱកាសដែលខាង Facebook ហ្នឹងរុញវីដេអូយើងឲ្យមានអ្នកមើលច្រើនដែរអញ្ចឹងអ្នកគ្នាចុះអញ្ចឹងកុំឲ្យខាតពេលយូរអ្នកគ្នាអាចមើលវីដេអូនេះហើយអនុវត្តតាមខ្ញុំមួយមកអ្នកគ្នានឹងចេះកំណត់ម៉ោងផុសលើFacebook ហើយមានថា Facebook ឬក៏ account នេះគ្នាឬក៏ page ទេយើងអាចកំណត់ម៉ោងដូចតែគ្នាទេអ្នកគ្នាយើងផុសតែមួយទេអញ្ចឹងតើអ្នកគ្នាឥឡូវយើងចូល Facebook អីមកអញ្ចឹងឧទាហរណ៍ថានេះ page អ្នកទាំងអស់គ្នាហើយអ្នកគ្នាចង់ផុសអញ្ចឹងណាឥឡូវចូលក្នុង profile យើងមកឥឡូវយើងនិយាយទៅអ្នកគ្នាចេះផុសហើយផុសវីដេអូផុសរួចយើងផុសអ្នកគ្នាចេះផុសហើយអញ្ចឹងយើងគាត់ថាអានេះគាត់ខ្ញុំប្រាប់ពីកំណត់ម៉ោងអញ្ចឹងវាក្នុងតែមួយទៀតឥឡូវយើងចូលផុសវីដេអូយើងមកឥឡូវអ្នកគ្នាចូលផុសមកឧទាហរណ៍ថាអ្នកគ្នានឹងយកវីដេអូរៀងវិញដូចថាអ្នកគ្នាចង់ផុសវីដេអូចឹងឡើងវីដេអូនេះអ្នកគ្នាសេចំណងជើងមកឥឡូវនិយាយមកខ្លីអ្នកគ្នាដឹងហើយថាផុសវីដេអូសេចំណងជើងកន្លែងហ្នឹងកន្លែងអីអញ្ចឹងណាអាហ្នឹងអ្នកគ្នាចេះទូទៅយើងក៏ផុសហ្នឹងទូទៅតែគាត់ខ្ញុំចង់បញ្ជាក់ពីការកំណត់ម៉ោងផុសអញ្ចឹងណាហើយឥឡូវខ្ញុំអត់ចង់បញ្ជាក់កន្លែងហ្នឹងទៀតទេកុំឲ្យខាតពេលអ្នកគ្នាយូរអញ្ចឹងណាហើយខ្ញុំម្លងកន្លែងហ្នឹងហើយអ្នកគ្នាក៏ចេះដែរសេចំណងជើងវីដេអូអ្នកគ្នាចង់ផុសពីវីដេអូនិយាយពីអីសេចំណងជើងហ្នឹងមកហើយអ្នកគ្នាពេលសេចំណងជើងហ្នឹងហើយអ្វីដែលយើងចង់និយាយក្នុងវីដេអូហ្នឹងគឺការកំណត់ម៉ោងអ្នកគ្នាអូសមកអញ្ចឹងអ្នកគ្នាជាទូទៅអ្នកគ្នាជួអាំដល់ទីទូទៅអ្នកសេហើយទៅសេចំណងជើងអីអស់ហើយអ្នកគ្នាមកចុចផុសយកផុសណាវអញ្ចឹងយើងចង់កំណត់ម៉ោងអញ្ចឹងកំណត់ម៉ោងក៏នៅក្នុងហ្នឹងដែរគ្នាអញ្ចឹងពេលអ្នកគ្នាសេចំណងជើងអីហើយកុំឲ្យចុចផុសណាវហ្នឹងទៅតែផុសណាវហ្នឹងទៅគឺវាផុសរួចហើយអញ្ចឹងយើងចង់ផុសកំណត់ម៉ោងអញ្ចឹងពេលយើងផុសកំណត់ម៉ោងអ្នកគ្នាអូសយកកន្លែងមកញ៉ាំនេះកន្លែងខ្ញុំដាក់លឿនហ្នឹងមកអក្សរអង់គ្លេស open ហ្នឹង space link កន្លែងហ្នឹងមកនេះព្រោះអីខ្ញុំអត់សូវចេះអង់គ្លេសដែរគ្នាហើយតែអ្នកគ្នាអាចមើលថាខ្ញុំដាក់លឿនហ្នឹងមកចុចលើអក្សរហ្នឹងមកចុចពេលគ្នាចុចលឿនហ្នឹងហើយកន្លែងនេះកន្លែងផុសណាមានន័យថាយើងផុសវីដេអូលើមកអញ្ចឹងពេលកំណត់មកអ្នកគ្នាចុចលឿននេះចុចឡើងខមហ្នឹងមកអញ្ចឹងអ្នកឃើញអញ្ចឹងយើងអាចកំណត់ម៉ោងបានដែរគេអញ្ចឹងយើងចង់ផុសថ្ងៃហ្នឹងហើយ16ផុសនឹងលោតក៏បាន17 18ផុសនឹងលោតក៏បានវាមានច្រើនឧទាហរណ៍ថ្ងៃហ្នឹងថ្ងៃទី10បានណាថ្ងៃហ្នឹងថ្ងៃទី15អញ្ចឹងខ្ញុំចង់ឲ្យផុសវីដេអូខ្ញុំហ្នឹងផុសនៅថ្ងៃទី16អញ្ចឹងអ្នកគ្នាអូសថ្ងៃមកពីថ្ងៃទី16ហ្នឹងមក16ខែ6ហើយម៉ោងអ្នកគ្នាឡើងម៉ោងហើយឡើងនេះនាទីអញ្ចឹងនេះម៉ោងអញ្ចឹងអ្នកគ្នាចង់ទីថាវីដេអូហ្នឹងខ្ញុំផុសម៉ោង6ល្ងាចហើយ00នាទីអញ្ចឹងនៅដាក់កន្លែងនាទីនៅដាក់00មកអញ្ចឹងកន្លែងនេះឃើញត្រូវហើយណាថ្ងៃទី16ខែ6ម៉ោង6 00នាទីពេលយប់បើសិនអ្នកគេចង់ផុសពេលព្រឹកអាហ្នឹងយើងចុច AM មកយើងចង់ផុសពេលយប់យើងផុស PM អញ្ចឹងអ្នកគ្នាពេលអ្នកគ្នាកំណត់ម៉ោងរួចហើយក៏រួចកំណត់ទៅអ្នកគ្នាកំណត់ដែរអ្នកគេចង់ឲ្យវីដេអូនឹងផុសនៅថ្ងៃទី11អីរួចរាល់ហើយអ្នកគ្នាចុចពាក្យថា save នេះមកពេលគ្នាចុចពាក្យ save នឹងហើយអ្នកគ្នាចុចមកថយក្រោយ
វាចេះអ្នកគ្នាយើងអត់ទាន់ផុសកើតទេណាយើងចុចថយក្រោយមកចឹងពេលអ្នកគ្នាចុចថយក្រោយហើយអ្នកគ្នាចុចពាក្យនេះអាខមនេះដើម្បីផុសវាបាទនឹងវាយើងចុចហ្នឹងផុសកើតនេះចឹងពេលយើងផុសហើយគឺវាដើរនេះគ្នាចឹងចេះអ្នកគ្នាសិនណាមិនប្រកាសថាយើងចុចហ្នឹងហើយវាដើរណាឲ្យវាដើរឲ្យជាប់ហើយវាដើរឲ្យជាប់ហើយអ្នកគ្នាទៅអាចចឹងនិយាយថាពេលយើងវាដើរចប់ទៅវាចប់អ្នកគ្នាពេលដែលយើងកំណត់ម៉ោងហើយយើងចុចផុសនឹងហើយគឺវាដើររួចរាល់ណាគឺចាំវាដើរអស់ដោយអាការយើងផុសនេះแหละថាដូចយើងផុសឥឡូវនេះអញ្ចឹងវាដើរអស់ប៉ុន្តែផុសនឹងផុសនៅថ្ងៃទី16ម៉ោង 6:00 យប់អញ្ចឹងណាចឹងเราចាំវាដើរដល់គ្នាហើយខ្ញុំនឹងប្រាប់វាថាវានៅកន្លែងណាចឹងពេលវាដើរចប់អ្នកគ្នាឥឡូវយើងកាត់វីដេអូកុំឲ្យវាវែងពេកអ្នកគ្នាពេលវាដើរពេលនេះចប់ចឹងវានឹងឈប់ដើរវាដើរចប់មានន័យថាវាដើររួចរាល់អស់ហើយណាចឹងពេលអ្នកគ្នាចង់ឆែកថាវានៅកន្លែងណានេះឃើញវាដើរអស់នេះចឹងrefresh វាមួយសិនចឹងពេលវាដើរចប់អ្នកគ្នាចូលใน profile នេះយើងសាថ្មីវាចូល profile យើងអត់ដែរមកយើងទៅឆែកមើលកន្លែងនេះមកនេះកន្លែង manager នេះកន្លែងហ្នឹងអ្នកគ្នាចំណាំអក្សរហ្នឹងចូល profile ហើយមើលអក្សរហ្នឹងមកនេះឃើញនេះកន្លែងនេះអ្នកគ្នាចឹងយើងចុចនេះចឹងវីដេអូហ្នឹងគឺផុសនៅស្អែកនៅម៉ោង 6 ឃើញអ្នកគ្នាចឹងយើងចុចមើលកន្លែងហ្នឹងមកគឺវាអត់ទាន់ផុសណាវាលាក់ថាយើងផុសហ្នឹងវាអត់ទាន់ដើរវាដើរចប់ហ្នឹងតែវានឹងផុសនៅម៉ោង 6:00 ថ្ងៃទី 16ចឹងថ្ងៃទី 15ដែរគឺកំណត់ថាថ្ងៃទី 16នឹងផុសចឹងវាចេញពាក្យថា tomorrow ចឹងណាតែដល់ស្អែកចឹងអ្នកគ្នាចឹងគឺល្អមែនទេការផុសកំណត់ម៉ោងហ្នឹងគឺវាអាចជួយឲ្យវីដេអូយើងមានអ្នកមើលច្រើនហើយយើងមានច្បាប់ទម្លាប់ធំធំចឹងក្រុមហ៊ុនកាន់តែទុកចិត្តយើងណាលក្ខណៈថាឆាប់នឹងទម្លាក់ការស្នើរលុយចឹងណាចឹងវីដេអូនេះគ្នាកុំភ្លេចតែពេលយើងផុសហើយវាដើរចប់នេះគឺភ្លេចនេះចុច like ហ្នឹងមកដើម្បីមើលវាចឹងនេះឃើញហ្នឹងចឹងវីដេអូការផុសកំណត់ម៉ោងវីដេអូលើ Facebook ហ្នឹងមានតែប៉ុណ្្នឹងទេអ្នកគ្នាចឹងជួបគ្នានៅវីដេអូក្រោយបាយ